បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងនិយាយអំពីប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេនៅលើពិភពលោកណាតែយើងអត់និយាយអំពី specific ទៅលើចំណុចអីទេគឺយើងជារួមជា overall ដែលមានប្រព័ន្ធអប់រំល្អជាងគេតើអស់លោកស្រីក៏ដូចជាពុកម៉ែបងប្អូនគិតថាប្រទេសមួយណាដែរខ្ញុំគិតថាមានមួយចំនួនប្រហែលជាគិតថាសហរដ្ឋអាមេរិកអញ្ចឹងដោយសារតែសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចអញ្ចឹងប្រហែលជាមានប្រព័ន្ធអប់រំល្អជាងគេហើយខ្លះទៀតប្រហែលជានឹកឃើញទៅដល់ប្រទេសអង់គ្លេសហើយខ្លះទៀតប្រហែលជាកាណាដាខ្លះទៀតជាអូស្ត្រាលីអីជាដើមអញ្ចឹងទៅបាទមានជប៉ុនមានសិង្ហបុរីមានអីចឹងណាបាទតែនៅពេលដែលជាក់ស្ដែងតាមការសម្រង់មតិផ្សេងៗជាទូទៅដែលគេគិតថាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេតែដូចខ្ញុំបញ្ជាក់អញ្ចឹងគឺវាអត់បដោតទៅលើចំណុចណាមួយជាពិសេសទេគឺជារួមណាជារួមអញ្ចឹងគឺប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេគឺប្រទេស Finland បាទគឺប្រទេសហ្វាំងឡង់ហ្នឹងហើយអញ្ចឹងគឺប្រទេសហ្វាំងឡង់គឺមានប្រព័ន្ធអប់រំល្អជាងគេនៅលើពិភពលោកបាទនេះតាមការយល់ឃើញហើយមូលហេតុដែល Finland មានប្រព័ន្ធអប់រំល្អជាងគេនោះគឺដោយសារតែនៅទីនោះគឺសិស្សានុសិស្សគឺគាត់ការសិក្សាផងពួកគាត់ហ្នឹងគឺអត់មានសម្ពាធទេគឺគាត់រៀនដោយអត់មានសម្ពាធជាទូទៅបានមកពីអីគេសម្ពាធបានមកពីការដាក់នៅកិច្ចការផ្ទះការប្រឡងឬក៏សម្ពាធផ្លូវចិត្តអីផ្សេងដែលធ្វើឲ្យសិស្សមានន័យថាចង់បានបន្ទុកល្អចង់បានអីចឹងណាហ្នឹងនៅប្រទេសមួយចំនួនតែនៅ Finland គឺអត់ទេគេអត់មានដាក់សម្ពាធអញ្ចឹងទេអញ្ចឹងគឺសិស្សានុសិស្សគឺគាត់រៀនដោយអត់មានសម្ពាធហើយធ្វើឲ្យគាត់នឹងសប្បាយចិត្តគាត់ពេញចិត្តនៅក្នុងការរៀនសូត្រអញ្ចឹងណាហើយគេជឿជាក់ថានៅពេលដែលសិស្សានុសិស្សគាត់សប្បាយចិត្តគាត់ពេញចិត្តនៅក្នុងការរៀនសូត្រហ្នឹងគឺលទ្ធផលអូតូម៉ាទិកគឺគាត់នឹងបាននៅលទ្ធផលមួយល្អក៏ប្រសើរនេះអ្វីដែលជាការយល់ឃើញហើយតាមដែលពួកគាត់ព្យាយាមសារលបងនៅការធ្វើនឹងទី2នៅទីនោះលោកគ្រូអ្នកគ្រូគឺត្រូវបានបដិបដាលហើយនឹងបំពាក់បំពន់នឹងវឹកវើបានល្អហើយជាពិសេសទៀតនោះគឺភាគច្រើនសឹងទាំងអស់ហើយគឺគ្រូដែលអាចបរៀនបានហ្នឹងគឺគាត់សុទ្ធតែមានកម្រិតអនុបណ្ឌិតឡើងអញ្ចឹងណាបាទដែលអាចគាត់បរៀនបានអាហ្នឹងក៏ជាចំណុចមួយដែរបាទគឺគ្រូមានគុណភាពគ្រូដែលមានសមត្ថភាពគ្រូដែលមានចំណេះដឹងហើយនិងគ្រូដែលមានជំនាញតែម្ដងហើយចំណុចទី3នោះគឺពាក់ព័ន្ធជាមួយនឹងការអប់រំហ្នឹងគឺបើយើងនិយាយអំពីសមភាពស្មើគ្នាគឺមានន័យថាគ្រប់គ្នាគឺសុទ្ធតែទទួលបាននៅការអប់រំស្មើគ្នាល្អដូចគ្នាអញ្ចឹងអត់មានជា gap ទេបាទ gap មានន័យថាដូចបណ្ដាប្រទេសមួយចំនួនអញ្ចឹងគឺគេមានសាលារដ្ឋសាលាឯកជនហើយប្រព័ន្ធនៃការសាលានីមួយៗអញ្ចឹងទៅគឺអាចថាគុណភាពវាគម្លាតគ្នាឆ្ងាយអញ្ចឹងទៅប៉ុន្តែផ្ទុយទៅវិញនៅ Finland គឺអត់ទេគឺអាកម្រិតនោះវាសឹងតែអត់មានតែម្ដងវាមិនមែនអត់មានទាំងស្រុងទេវាមានដែរប៉ុន្តែវាតិចតួចមែនតើហើយម្នាក់គឺគាត់ទទួលបានការអប់រំនោះគឺស្មើគ្នាអញ្ចឹងគឺអត់មានជាបញ្ហាទេហ្នឹងហើយអញ្ចឹងអា gap ហ្នឹងគឺជួយបានច្រើនមែនតើអញ្ចឹងម្នាក់សុទ្ធតែទទួលបាននៅការអប់រំមួយដ៏ល្អពេញលេញហើយចំណុចមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការរៀនរបស់សិស្សានុសិស្សគឺគេអត់បដិសិស្សានុសិស្សឲ្យរៀនតាមបែបការទន្ទិញឲ្យចាំអីចឹងទេប៉ុន្តែផ្ទុយទៅវិញគឺគេបរៀនសិស្សានុសិស្សហ្នឹងគឺឲ្យចេះគិតចេះត្រេះរិះពិចារណាថ្លឹងថ្លែងហើយនឹងពាក់ព័ន្ធជាមួយនឹង creativity ច្រើនបាទភាពច្នៃប្រឌិតណាបាទហ្នឹងហើយអញ្ចឹងគឺគេបដិបដាសិស្សានុសិស្សហ្នឹងគឺឲ្យមានទាំងអស់ហ្នឹងហើយអញ្ចឹងគឺពេលដែលសិស្សានុសិស្សគាត់បញ្ចប់ការសិក្សារបស់គាត់គឺគាត់ទទួលបាននៅចំណេះដឹងពេញលេញនេះគឺជាអ្វីដែលគេជឿជាក់ថាអញ្ចឹងចំណុចទាំងអស់ប្រហែលចំណុចហ្នឹងហើយដែលគេចាត់ទុកថាប្រទេស Finland គឺគាត់ជាប្រទេសមួយដែលមានប្រព័ន្ធអប់រំល្អប្រសើរណាបាទនេះគឺជាការយល់ឃើញតែដូចបញ្ជាក់អញ្ចឹងគឺ overall អត់ specific ទៅលើជ្រុងណាមួយទេជ្រុងគឺចង់សំដៅថាដោយប្រទេសខ្លះគឺគេស្គាល់ហ្មងដឹងថាប្រទេសហ្នឹងគឺជំនាញឬក៏ល្អខាងហ្នឹងហ្មងឧទាហរណ៍ថាប្រទេសជប៉ុនអញ្ចឹងបើយើងគិតពីប្រព័ន្ធអប់រំនៅប្រទេសជប៉ុនគឺគេដឹងហើយតែអ្នកទាំងអស់គ្នាគិតថាប្រទេសជប៉ុនមានប្រព័ន្ធអប់រំយ៉ាងម៉េចអញ្ចឹងជួបគ្នានៅវីដេអូខាងក្រោយសូមអរគុណជំរាបលា